បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូបង្ហាញអំពីការរៀបក្រដាស់បញ្ឈរនិងក្រដាស់ផ្ដេកនៅលើទំព័របន្តគ្នាអញ្ចឹងដើម្បីកុំឲ្យខាតពេលលោកគ្រូនឹងបង្ហាញបងប្អូនតើតទៅនឹងការរៀបក្រដាស់បែបបញ្ឈរនិងបែបផ្ដេកនៅទំព័រតគ្នាអញ្ចឹងជាដំបូងបងប្អូនបើក Word មួយមក Microsoft Word មួយមកពេលបើកបានហើយបងប្អូនមើលកន្លែងពាក្យ blank document បាទយើងបើកទៅយើងឃើញថាកត្តាអាចជាបញ្ឈរឬក៏អាចជាផ្ដេកអាស្រ័យទៅលើកុំព្យូទ័ររបស់បងប្អូនអញ្ចឹងនៅពេលណាដែលបងប្អូនចង់ទៅសេកត្តាបញ្ឈរគឺបងប្អូនបើកតែ Microsoft Word មួយមកវានឹងបញ្ឈរឲ្យហើយបាទប៉ុន្តែជាធម្មតាយើងអាចទៅសេកត្តានឹងអាចផ្ដេកប៉ុន្តែបើសិនជាយើងយកតែបញ្ឈរគឺបានតែមួយទេអញ្ចឹងពេលដែលបងអូនចង់បានបញ្ឈរឬក៏ផ្ដេកបងអូនសន្លឹងមកផ្នែកខាងលើបាទលើនេះមានពាក្យ Home Insert Design ហើយនឹង Layout អញ្ចឹងបងអូនចុចយក Layout មកបន្ទាប់មកកន្លែង Orientation នេះបងអូនចុចលើ Orientation មកវាមានពីរវាមាន Portrait ហើយនិង Landscape អញ្ចឹង Portrait នេះគឺសំដៅទៅលើកត្តាបញ្ឈរនេះដល់ពេល landscape នេះគឺសំដៅទៅលើកត្តាផ្ដេកអញ្ចឹងខ្ញុំចុច landscape បាទអញ្ចឹងវាបានតែមួយអញ្ចឹងឯងបើយើងរើសយកផ្ដេកវាបានផ្ដេកតែបើយើងរើសយកបញ្ឈរគឺវាបានបញ្ឈរអញ្ចឹងដើម្បីឲ្យបានទំព័រតគ្នាមានថាបញ្ឈរផងផ្ដេកផងបញ្ឈរផងផ្ដេកផងនៅក្នុងទំព័រតែមួយតគ្នាបែបនេះនៅក្នុងសន្លឹកតគ្នាបែបនេះអញ្ចឹងដំបូងបងប្អូនទាំងអស់គ្នាត្រូវចូលកន្លែង layout ដូចមិញបាទបន្ទាប់មកបងអូនសម្លឹងទៅមាននៅលើកុំព្យូទ័ររបស់បងអូនមានពាក្យថា break នេះអក្សរ break បាទអញ្ចឹងបងអូនចុចលើពាក្យ break មកបន្ទាប់ពីចុចពាក្យ break មកបងអូនត្រូវរំកិលមកយកពាក្យថា next page បាទ next page បាទអញ្ចឹងយក next page នឹងដើម្បីអីដើម្បីឲ្យអាផ្នែកខាងលើយើងប្រើអាបញ្ឈរទៅនៅផ្នែកទំព័រទី2គឺអាផ្ដេកអញ្ចឹងយើងយកពាក្យ next page មកបាទពេលដែលយក next page យើងឃើញថាកត្តាគឺបញ្ឈរទាំងពីរបាទជា portrait ទាំងពីរអញ្ចឹងយើងត្រូវកែប្រែអាទី2នេះត្រូវកែប្រែអាទី2នេះឲ្យទៅជា landscape វិញគឺមានថាកត្តាផ្ដេកអញ្ចឹងយើងគ្រាន់តែចូលកន្លែង orientation យើងយកអាផ្ដេកមករួចជាការស្រេចបាទនេះគឺសម្រាប់ការបដូរกระดาษបញ្ឈរទៅជាกระดาษផ្ដេកឥឡូវយើងបដូរពីกระดาษផ្ដេកនេះឲ្យទៅជាក្រដាសបញ្ឈរវិញអញ្ចឹងដើម្បីបដូរกระดาษផ្ដេកនេះឲ្យទៅជាกระดาษបញ្ឈរបងប្អូនទាំងអស់គ្នាទៅចូលកន្លែងពាក្យ break ដដែលចុច break បន្ទាប់មកយកពាក្យ next page បាទពេលដែលចូល next page បងប្អូននឹងឃើញកណ្ដាលនេះផ្ដេក2ជាប់គ្នាដូចបាទផ្ដេក2ជាប់គ្នាហ៎អញ្ចឹងក៏បងប្អូនគ្រាន់តែចូលពាក្យ orientation យកពាក្យ portrait វានឹងបាទបានកណ្ដាស់បញ្ឈរមួយទៀតឥឡូវគ្រូបង្រួបឲ្យតូចតិចបងប្អូនឃើញមានកណ្ដាស់បញ្ឈរមុខ2កណ្ដាស់ផ្ដេក1បាទអញ្ចឹងរបៀបធ្វើឲ្យកណ្ដាស់ឈរនិងកណ្ដាស់ផ្ដេកស្ថិតនៅទំព័រតគ្នាគឺមានតែប៉ុណ្ណឹងបងប្អូនយកទៅអនុវត្តទៅបាទអញ្ចឹងសូមអរគុណ